បាញ់ខុននៅសមាគមក្រុមវាវនៅភូមិអូចនិបឃុំសាស្ត្រាក្នុងអំពើលូខ្ញុំឈ្មោះធីថាល់អាយុ56ខ្ញុំបាទឈ្មោះនៃសេរីអាយុ67ខ្ញុំបាទឈ្មោះខំរៀងនៅខ្ញុំឈ្មោះសៅរីនៅភូមិអូចនិបឃុំសាស្ត្រាស្រុកសំបូរលូនខេត្តបាត់ដំបងអាយុ67នៅថ្ងៃនេះខ្ញុំបានអនុវត្តកម្មវិធីដុតថៅជុំជីមកជីនទៅប្រហែលជាទៅតឹងវាកន្លះម៉ែត្រទៅតឹងវា4ទឹកបដោយវាកន្លះម៉ែត្រជម្រៅប្រហែលជា4ទឹកឬ3ទឹកឯងគាត់មិញ3ទឹកជម្រៅប្រហែលជា3ទឹកចឹងយើងដាក់អុសដល់ដាក់អុសរៀបដុតបោះបដាទីនេះថាដុតធ្វើម៉េចឲ្យបានខ្ជុំសច្រើនបាន10អានជុំដុតយ៉ាងច្រើន20នាទីក៏មិនបាន20នាទីគឺជាហៅថាជាវិធីទី2មានទី5ដែលយើងអនុវត្តដោយសារធ្វើធុងមានធុងចំនួន2យើងធុងចំនួន2មុននឹងយើងធ្វើយើងដាក់កលអត់រៀបដុំមកយើងដាក់ទី1ហើយយើងនឹងរៀបអុសហើយដល់ណែនហើយចាំយើងដុតគេវាឆេះមកចាប់ដើមយើងចាប់អុសហើយចាំយើងដាក់រកវិធី2ប៉ុន្តែវិញយកដៃចាំចឹងផងអាលើកចុងហ្នឹងវាលើកចុងយកដៃជុំខាត់ចុងហើយយើងនឹងតាមរយៈពេលដែលវាកម្លាំងភ្លើងដែលវាឆេះខាតមកប្រហោងកាលណាយើងជះទឹកវាទៅឲ្យវាឆេះដាច់ពីធុងសាំងហ្នឹងបានន័យថាវាដល់កំណត់វាទៅត្រូវអស់យើងត្រូវការដាក់ទឹកដាក់អីចាច់ឈប់វាចាំអាំងថ្ងៃនេះគឺជាឱកាសល្អមួយដែលយើងបានផ្ដល់ចំណេះដឹងដល់គណៈកម្មការដែលគាត់មិនទាន់បានទៅសិក្សាដល់ចំណេះដឹងឲ្យពួកគាត់ដែលគាត់បានចូលរួមនេះនៅទីនេះវាយើងអាចទៅមានដើមដលងគល់ដលងទី2ដើមកធុំថេតដែលយើងអាចសម្បូរជាងគេគោលបំណងរបស់យើងដែលយើងធ្វើនេះគឺដើម្បីធ្វើជាជីយើងគេថាខ្សែផ្សំយើងកែច្នៃធ្វើជាជីសម្រាប់ខ្ញុំចាប់អារម្មណ៍បញ្ហារឿងដុតធុងដើម្បីយកជីយកមកលាយដើម្បីធ្វើឲ្យដីធូរធ្វើឲ្យដីមានជាតិអុកស៊ីហ្សែនដើម្បីយើងដាំផលដំណាំកសិកម្មបន្លែផ្កាយើងចង់ដឹងចង់យល់គឺមាននិយាយរួមគឺមានចំណាប់អារម្មណ៍ខ្ពស់ហ្មងគឺថាតើជីនេះវាអាចផ្ដល់ផលប្រយោជន៍ដូចជាយើងចង់តំបន់នេះយើងសម្បូរទៅដោយយើងធ្វើចំការអញ្ចឹងចំការវាមានបន្លែវាមានដំឡូងវាមានស្វាយវាមានដូងចំណាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំចង់ចេះចង់យល់ពីបញ្ហាធ្វើជីនេះខ្លាំងគឺខ្លាំងហ្មងនៅតំបន់នេះព្រោះខ្ញុំអនាគតទៅខ្ញុំអាចដាំស្វាយដាំដូងដាំមៀនអញ្ចឹងខ្ញុំចង់យកជីហ្នឹងទៅដាក់ធុំឲ្យបានដូងល្អស្វាយល្អមានខ្ញុំល្អអញ្ចឹងព្រោះនៅតំបន់នេះมันមានមុខរបរអីក្រៅពីមុខរបរកសិកម្មហ្នឹងទេបាទហើយបើធ្វើកសិកម្មហើយបើវាខ្វះឯកទេសខាងជីខាងអីអញ្ចឹងយើងពិបាកទិញគេថ្លៃបាទដូចកន្លងមកអញ្ចឹងធ្លាប់រៀនពីលោកគ្រូមុនមកគាត់ប្រកបចេះធ្វើ EM ធ្វើអកម៉ូននេះខ្ញុំធ្លាប់ធ្វើអស់ហើយដូចជីកប៉ុសគោកជីកប៉ុសទឹកអីគឺរៀនធ្វើអស់ហើយនៅអាជីខ្ជូងហ្នឹងបាទជីខ្ជូងថាតើវិធីខ្ជូងហ្នឹងយកទៅដាក់តាមគល់ឬធ្វើយ៉ាងម៉េចគឺខ្ញុំចង់ដឹងច្រើនតទៀតដើម្បីមានចំណេះដឹងហើយនឹងចែករំលែកកសាងសមត្ថភាពដល់សហគមន៍និងក្រុមវាវរបស់ខ្ញុំបាទមានបច្ចេកទេសល្អមែនទែនហើយអត់មានជាតិគីមីទេអញ្ចឹងណាអំពីវិធីសាស្ត្រ
ធ្វើខ្ជូងធ្វើខ្ជូងនេះបើសម្រាប់ខ្ញុំជាអ្នកវិការអាចធ្វើបានហើយមិនពិបាកក្នុងការដឹកជញ្ជូនហើយក៏មិនពិបាកដល់ពេលចំណាយអីច្រើនចំណាយលុយក៏មិនមានចំណាយអីច្រើនចំណាយតែពេលវេលានិងចំណាយកម្លាំងតិចតួចដើម្បីធ្វើខ្ជូង ចង់ធ្វើជីនេះដើម្បីយកទៅដាក់ដូចជាយើងលក្ខណៈគ្រួសារដាំដូចជាជីគោម្ខាងម្រះព្រៅអីចឹងទៅស្ពៃនិយាយរួមផ្សំដំណាំដែលត្រូវការហូបចុកតាមផ្ទះប្រចាំថ្ងៃរបស់យើងទាំងអស់ទៅមកគល់ đặt thô thô nhé, cô đặt từng cái tơ thô